សូមដាច់តេជោហ៊ុនសែននៅវេលាព្រឹកថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើសេសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចពាក់ព័ន្ធទៅនឹងខួបទី49ឆ្នាំនៃការយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប៉ុលពតដែលមានខ្លឹមសារទាំងស្រុងដូចតទៅនេះនៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដល់ខួប49ឆ្នាំនៃការចាប់ផ្ដើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ប៉ុលពត20មិថុនាឆ្នាំ1977 20មិថុនាឆ្នាំ2026ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយនឹងគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់ដើម្បីរំលឹកដល់រឿងដ៏កំសត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន7បទដែលខ្ញុំនិពន្ធដោយផ្ទាល់ដៃរួមមានទី1ថ្ងៃស្អែកបាយគ្នាទី2សម្បត្តិផ្ដាំលាទី3ចាក់ចោលទ្រនំចាស់ទី4ភ្លៀងធំនឹកប្តីយប់20មិថុនាទី5អក្សរាប្រហាដួងចិត្តទី6ទឹកភ្នែកបាយគ្នាទី7ទឹកភ្នែកស្រក់ចូលចានបាយចម្រៀងទាំង7បទនេះគ្របដណ្ដប់នៅព្រឹត្តិការណ៍ដែលបានកើតឡើងនៅរឿងដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបាននាពេលនោះចម្រៀងទាំង7បទនេះយកតាមលំនាំប្រពៃណីនិងច្រៀងដោយលោកឌៀបសិទ្ធសុធានិងអ្នកនាងចម្រើនចរិយាពីខ្ញុំបាទសេងខ្មែរ